សិល្បករចំនួនថ្មីត្រូវមានចំណេះដឹងសំអល់គុណយ៉ានីសម្រាប់ចាត់បន្តការសិក្សានៅអាមេរិកមុនប្រឡូកសិល្បៈពេញលេញការសម្រេចចិត្តទៅរៀននៅពេលនេះមិនមែនមានន័យថាខ្ញុំបោះបង់សិល្បៈនោះទេតែវាគឺជាការដកឃ្លាដើម្បីពង្រឹងសមត្ថភាពក្នុងនាមជាអ្នកសិល្បៈចំនួនថ្មីយើងត្រូវមានចំណេះដឹងជ្រៅជ្រះដើម្បីអាចពំនាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិឲ្យគេកាន់តែស្គាល់ច្បាស់និងឲ្យតម្លៃនេះជាការលើកឡើងរបស់កញ្ញាសំអល់គុណយ៉ានីបន្ទាប់ពីនាងបានឈ្នះជ័យលាភី Second Runner Up Face of Cambodia ឆ្នាំ2026កាលពីចុងសប្តាហ៍កន្លងទៅខ្ញុំគិតថាចំណេះវិជ្ជាគឺពិតជាសំខាន់ខ្លាំងមែនទែនទោះបីជាយើងរវល់ឬមួយក៏យើងចង់ធ្វើអីផ្សេងទៀតក៏ដោយប៉ុន្តែចំណេះវិជ្ជាគឺសំខាន់ហើយចំណេះវិជ្ជាគឺជាគោលគឺនាងខ្ញុំផ្ដោតទៅលើការសិក្សានៅសហរដ្ឋអាមេរិកដើម្បីឲ្យចប់បានសញ្ញាបត្រមាននៅជំនាញច្បាស់លាស់នៅឯសហរដ្ឋអាមេរិករួចសិនហើយបើសិនជានាងខ្ញុំមានឱកាសថ្ងៃក្រោយពិតមែននោះនាងខ្ញុំអាចនឹងចូលរួមម្ដងទៀតចា៎កញ្ញាសំអល់គុណយ៉ានីបានសង្កត់ធ្ងន់ថាចំណេះវិជ្ជាគឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ជីវិតដែលអាចជួយឲ្យនាងជួយដល់ខ្លួនឯងគ្រួសារនិងចូលរួមចំណែកជួយកសាងសង្គមជាតិឲ្យកាន់តែមានភាពរីកចម្រើនដូច្នេះទើបនាងសម្រេចចិត្តជ្រើសរើសបន្តការសិក្សានៅសហរដ្ឋអាមេរិកមុនពេលចូលប្រឡូកសិល្បៈឲ្យបានពេញលេញសម្រាប់ការចាក់ចេញទៅសហរដ្ឋអាមេរិកលើកនេះកញ្ញានឹងបន្តការសិក្សាលើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រដែលជាជំនាញដ៏មានសក្តានុពលមួយក្នុងសម័យកាលបច្ចេកវិទ្យានាពេលបច្ចុប្បន្នបន្ទាប់ពីនាងខ្ញុំបញ្ចប់ការសិក្សានៅអាមេរិកទទួលបានចំណេះជំនាញនាងខ្ញុំអាចនឹងមកប្រទេសកម្ពុជាវិញដើម្បីមកអភិវឌ្ឍខ្លួនឯងគ្រួសារដូចជាសង្គមជាតិហើយចំពោះការទៅសហរដ្ឋអាមេរិកផងដែរនាងខ្ញុំនឹងនាំនាងខ្ញុំក៏មិនភ្លេចនាំយកនៅអ្វីដែលនាងខ្ញុំចេះដូចជាក្បាច់គុនរបស់កតាវរបាំអប្សរារបាំជូនពរនិងជំនាញផ្សេងទៀតដែលនាងខ្ញុំបានរៀននៅកម្ពុជានេះទៅបង្ហាញនៅឯឆាកអន្តរជាតិបង្ហាញនៅឯសហរដ្ឋអាមេរិកដើម្បីឲ្យមានអ្នកស្គាល់ច្រើនគួររំលឹកឲ្យដឹងផងដែរថាកញ្ញាសំអល់គុណយ៉ានីជាតារាម៉ូដែលវ័យក្មេងពោពេញដោយសមត្ថភាពហើយថ្មីនេះនាងទើបតែដណ្ដើមបានជ័យលាភីលំដាប់ដងទី2ក្នុងកម្មវិធី Face of Cambodia ឆ្នាំ2026មិនត្រឹមតែមានសមត្ថភាពលើវិថីបង្ហាញម៉ូដប៉ុណ្ណោះទេនាងថែមទាំងមានដងសិល្បៈផ្នែករបាំបុរាណនិងធ្លាប់បានហ្វឹកហាត់គុនល្បុក្កតោខ្មែរយ៉ាងស្ទាត់ជំនាញថែមទៀតផងបទពិសោធន៍និងការស្រឡាញ់សិល្បៈនេះហើយធ្វើឲ្យនាងមានមហិច្ឆតាចង់ជំរុញវិស័យសិល្បៈខ្មែរទៅកាន់ទីផ្សារអន្តរជាតិនាថ្ងៃអនាគតបើទោះបីជាត្រូវទៅរស់នៅឃ្លាតឆ្ងាយពីមាតុភូមិប៉ុន្តែកញ្ញាសំអល់គុណយ៉ានីបានសន្យាជាមួយអ្នកគាំទ្រថានាងនឹងនៅតែឆ្លៀតផលិតមាតិកាល្អៗតាមបណ្ដាញសង្គមដើម្បីចែករំលែកបទពិសោធន៍នៃការសិក្សាចំណេះដឹងទូទៅនិងសកម្មភាពកម្សាន្តផ្សេងៗដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់នាងនៅកម្ពុជាដដែលរាយការណ៍ដោយសារព័ត៌មាន The Khmer Daily Network